ឧបមាថាយើងជាអ្នកដែលធ្លាក់ផ្លូវមានន័យថាម៉េចសមិទ្ធផលធ្លាក់ជាងមុនយើងអាចសបបានទេយើងបើសិនតែចង់ចាំធម្មពលគេហៅថាខ្វាន់តាំចាំត្រូវតែចាំអ្នកអាចអនុវត្ត key soft ដូចគេអ្នកបែបដែលគេ flow ត្រូវគេហៅថាគេហៅអីគេបើហុងស៊ុយគេហៅអីគេយអូនឡើងនៅក្នុងយុគ9ឬអំឡុងពេលដែលរលកឡើងគេហៅថាចង្វាក់នៃជីវិតវាដល់អាហ្នឹងទោះបីគេដេកក៏លុយចូលដែរចាដេកធ្វើការមុំតិចក៏លុយចូលដែរចាតែជប់ទប់ទឹកក៏លុយចូលដែរចាអាហ្នឹងគេហៅចង្វាក់ជីវិតមនុស្សកំពុងតែឡើង craft ឡើងចុះបើអ្នកធ្លាក់ចង់សบายបែបហ្នឹងដែរតើរួចចាអញ្ចឹងមនុស្សយើងមានចង្វាក់ជីវិតរៀងខ្លួនចាហើយអ្វីដែលចង់ចែកបំផុតនោះគឺអញ្ចឹងក្នុងអំឡុងពេលនេះគឺជាអំឡុងពេលដែលយើងត្រូវតែមានទាំងអ្នកឡើងតែអ្នកឡើងប្រហែលជាមិនមកមើលទេចាត្រូវទេអ្នកឡើងមានតិចប្រហែលជាមិននៅមើលទេចាមានគួរសមដែរយើងកុំម៉ៅរួមចាអ្នកឡើងក៏មានចាកូនសិស្សយើងអ្នកខ្លះគឺគេឡើងតាំងពីដើមរហូតដល់ឥឡូវគេឡើងអត់ទាន់ទៅណាទេចាអញ្ចឹងគឺយើងមានទាំងអ្នកឡើងមានទាំងអ្នកមធ្យមមានទាំងអ្នកធ្លាក់ចាអញ្ចឹងចក្រវាលបានវិលជុំឲ្យយើងមកដល់ជុំដដែលវិញត្រូវនិយាយរឿងក្រៅខ្លះអត់និយាយរឿងក្រៅខ្លះហ៎និយាយខ្លះអត់ខ្លះកុំរៀបរាប់ចិត្ត9ពេកចាធ្លាក់ផ្លូវចារៀបរាប់រឿងលោកខាងក្រៅពេកធ្លាក់ផ្លូវចាអញ្ចឹងដេ6ហេតុអីខ្ញុំសម្រេចចិត្តមកចែកម្លែក21ថ្ងៃសារថ្មីដោយសារចង់ទាញអ្នកទាំងអស់គ្នាចូលក្នុងលូដែលអត់មានទីណាសុខជាងទីនឹងចាជាពិសេសគឺរកលុយបានងាយជីវិតសំបំណងបានច្រើនចាជីវិតសំបំណងបានច្រើនអត់សូវលំបាកហត់ទេពួកកូនដែលគាត់ចេញទៅគាត់ដឹងហើយថានៅពេលដែលនៅក្រៅលូហ្នឹងគឺវាធ្លាក់បែបម៉េចហើយវារលុយពិបាកម៉េចហើយត្រូវតែហេបទៅហប់ម៉េចធ្លាប់តែនៅក្នុងច្បាប់ស្រូបទាញដល់ពេលដល់ខែចំណាយធូងាយសบายប៉ាប៉ាចក្រវាលចាត់ចែងយ៉ាងាយសบายមានដល់ពេលមានលុយបង់ធនាគារមានលុយបង់សាលាកូនអីស្រាប់តែគេចេញក្រៅលូតាមមួយផ្លេតចាកុំមើលងាកទៅនេះក៏នោះខ្វះងាកទៅនោះខ្វះចាប់ផ្ដើមអារម្មណ៍ខ្វះខាតមកចាប់ផ្ដើមហើយចង់លក់នេះចង់លក់នោះមិនមែនលក់អីនេះណាចង់ប្រមូលទ្រព្យលក់ចង់ខ្ចីអ្នកនេះចង់ខ្ចីអ្នកនោះរោផ្លូវទាំងពីមុនមិនដែលគិតទេអ្នកទាំងអស់គ្នាចំណាំមើលនៅពេលដែលយើង flow ល្អយើងមានលុយបង់ធនាគាររាល់ខែយើងមានលុយបង់កម្ចីរាល់ខែយើងដែរខ្វល់ទេដល់ពេលបង់ព្រឹសចាដាក់គោលដៅចឹង3ខែ2ខែឬកន្លះឆ្នាំ1ឆ្នាំអីបានសម្រេចដល់ទៅពេលចេញក្រៅលូអូខេសบายនៃការនិយាយពីនេះពីនោះវិភាគរឿងនេះរឿងនោះបែបមនុស្សទូទៅគេធ្វើសบายមាត់ចាយើងនិយាយចូលមួយគេចាយើងអត់ introvert ទេខ្ញុំទៅមិនដឹងថាខ្លួនឯង introvert តែបងប្អូនខ្ញុំទួស្គាល់ខ្ញុំចូលចិត្តនៅម្នាក់ឯងដល់តែពេលឡើង flow ខ្លាំងបងប្អូនដឹងមិនអត់ពីមុនណាប្តីបាទបានទេត្រូវតែនៅចិត្តគ្នាលក្ខណៈថាពេលគាត់អត់បានទៅធ្វើការអញ្ចឹងណាតនេអញ្ចឹងត្រូវតែនៅចិត្តគ្នាសារសងអីចឹងទៅយ៉ាងហោចណាស់ក៏ដេកចុចទូរស័ព្ទចិត្តគ្នាធ្វើការអីចិត្តប្តីដែរតែពេលឥឡូវរៀងធម្មតាចង់នៅឆ្ងាយគ្នាខ្លះពួកយើងចង់អង្គុយគិតអីនឹកអីដែលវាមโนអីដូចមុនអញ្ចឹងណាចាខ្ញុំចាប់ផ្ដើមដឹងflow ចាស់មកតើគឺមានអារម្មណ៍ចង់នៅម្នាក់ឯងតែមិនមែនថាចង់ឃ្លាតឆ្ងាយអីទេចាម៉ោងដែលយើងត្រូវនៅចិត្តគ្នាចឹងម៉ោងគេងអីចឹងទៅតែម៉ោងធម្មតាចង់ត្រូវការពេលវេលាផ្ទាល់ខ្លួនចាដល់ពេលឥឡូវមួយនៅបន្ទប់គេងមួយនៅបន្ទប់ office ធ្វើការពីមុនខ្ញុំដែរចុះមកធ្វើការនៅក្រុមទេបន្ទប់ខ្ញុំធ្វើការខ្ញុំមកនៅមួយឆ្នាំជាងខ្ញុំចូលរាប់បានណាប្រហែល10ដងជាងអីបន្ទប់ធ្វើការចាត្រៀបឆំតុបតែងអស់រាប់ម៉ឺនចាដល់ពេលឥឡូវគឺថាគឺនៅផ្សេងគ្នាចាចាំជួបគ្នាតែពេលអស់ការងារបានហើយចាទៅដឹងខ្លួនឯងត្រូវការពេលវេលាជាមួយចក្រវាលខ្លាំងមែនតើចា
ត្រូវការពេលស្រូបទាញខ្លាំងអញ្ចឹងបន្ទាប់ពី day 6នេះដល់ពាក់វគ្គរាប់សំណាងល្អនៅក្នុងជីវិតរាប់សំណាងដែលយើងមាននៅពេលដែលយើងធ្លាក់ផ្លូវយើងងាកទៅខាងណាក៏មិនជាសំណាងល្អជាពិសេសអ្នកដែលមិនអាចឡើងបានណាមានតែមួយឯងជាប់អតីតដែលល្អស្រស់ស្អាតអតីតដែលយើងធ្លាប់រកលុយបានច្រើនអតីតដែលយើងធ្លាប់មានលុយខ្ជិកពេញដៃវាចូលគ្រប់ទិសអ្នកហ្នឹងគឺជាអ្នកដែលកំពុងតែលំបាកបំផុតបំបាក់អីគេខកបាក់ហ្នឹងទៅមុខបានព្រោះវាជាប់នៅច្រវាក់អតីតអូយខុសថ្មីហេតុអីម្នាក់ឡើងឯងដោយសារពួកគាត់ដោះអតីតបានភ្លេចអតីតហ្មងភ្លេចអតីតបានឈឹងហ្មងហើយលេងទៅប្រៀបធៀបលេងទៅខ្វល់ហើយគិតថាយើងនឹងអាចត្រឡប់មកឡើងបានខ្លាំងជាងមុនទៀតយើងនឹងអាចចាំលោតបានខ្លាំងជាងមុនជំនឿ100លានភាគរយពីមុនណអ្នកជាប់អតីតមិនដឹងអត់មិនហ៊ានដាក់គោលដៅទេម៉ែស្ដាប់សំឡេងម៉ែមានកម្លាំងខ្លាំងអត់ឡងណាឮតែឡងមិនមើលអាពីមុនឯងអាមកវឹកធ្លាក់អីមិនហ៊ានដាក់គោលដៅធំទេខ្លាចវាមិនបានចិត្តវាមិនលះនេះគឺដល់វគ្គដែលយើងត្រូវរាប់សំណាងនៅក្នុងជីវិតតែខ្ញុំមានរឿងនិទានដែលជានិទានសម្រាប់ជីវិតខ្លួនឯងមុននឹងទៅរាប់សំណាងនៅក្នុងជីវិតបងប្អូនដឹងមិនអត់ហេតុអ្វីបានជាច្បាប់ស្រូបទាញកូនដែលដើរតាមខ្ញុំមកធ្លាក់ច្រើនគួសមហេតុអីបានធ្លាក់ចុះហេតុអីបានស្រូបទាញអត់បានហេតុអីខ្ញុំឧទាហរណ៍រឿងមួយអ្នកទាំងអស់គ្នានឹងភ្ញាក់ខ្លួនដោយ7ថ្ងៃពួកខ្ញុំទៅតែគក់ទ្រុងហើយแบบគេហៅថាកេតគ្រប់អនុកោសិកាកេតគ្រប់កោសិកាថាវាកេតមហាកេតរឿងអីយើងអត់នាងខ្ញុំមុននឹងស្គាល់ច្បាប់ស្រូបទាញជាមនុស្សធម្មតាមកពីស្រែចម្ការគ្មានទីពឹងនៅទីក្រុងភ្នំពេញគ្មានដើមទុននៃជីវិតគ្មានលុយគ្មានអីទេមកជួលផ្ទះគេនៅនាងខ្ញុំរៀនបានទាបមកពីស្នីឈ្នួលគេនាងខ្ញុំគ្មានចំណេះដឹងអីនៅក្នុងខ្លួនក្រៅពីអ៊ុតសក់សាក់អញ្ចើមអីទេហើយក៏មិនមែនអ្នកធ្វើស្អាតแบบមហាអស្ចារ្យមានស្នាដៃអីមហាលូតផ្លោះដែរតែគ្រាន់តែមកដឹងថាសក់លាបពណ៌មិនចឹងបន្ទាប់ពីចេះលក់អនឡាញចេះអីមានអីសម័យហ្នឹងប្អូនអ្នកប៊ូតពេកឲ្យមួយថ្ងៃ5រៀលចាខ្លួនយើងហ្នឹងគឺតបពេកតបអីចឹងទៅគ្មានយុទ្ធសាស្ត្រគ្មានការចេះលក់គ្មានការរៀនទីផ្សារគ្មានអីទាំងអស់តទេស្អាតស្រាប់តែនៅពេលដែលយើងចាប់ផ្ដើមជ្រួតជ្រាបច្បាប់សោកទាញពឹងពីស្ត្រីម្នាក់ដែលអត់ចេះអីសោះមកដឹកនាំតំណាងចែកចាយរាប់ពាន់ម៉ឺននាក់ពេលហ្នឹងខ្ញុំមិនដឹងខ្លួនទេថាជីវិតខ្ញុំបកែអ្នកលោកខាងក្រៅគេថាខ្ញុំបកែខ្ញុំជាគ្រូខ្ញុំជារាជនីខ្ញុំដឹងពីផ្លូវចិត្តអូខេខ្ញុំទទួលស្គាល់ថាអ្វីដែលចំណេះជំនាញខ្ញុំនៅពេលនេះគឺខ្ញុំមានជំនាញខាងច្បាប់ស្រូបទាញកុំឲ្យសួររឿងទ្រឹស្ដីលក្ខណៈថានិយាយពីនេះពីនោះអីឆ្នាំប្រហែលអីខ្ញុំមិនដឹងទេតែរឿងអនុវត្តគឺអត់អាចគេហៅថាអត់តក់មួយម៉ាត់ទេសួរអីមកក៏ខ្ញុំចាញ់រឿងច្បាប់ស្រូបទាញវាកើតជាពេលវេលាមួយដែលចាប់ផ្ដើមមកបោះដានជើងខ្លួនឯងថាជីវិតនេះវាដំណើរការមកបែបម៉េចពីថ្ងៃដំបូងនៅពេលដែលយើងនៅម្នាក់ឯងបងប្អូននេះហើយបានភាពនៅម្នាក់ឯងរបស់យើងវាធ្វើឲ្យយើងកើនបញ្ញា A little voice វាផុសមកថាមនុស្សម្នាក់នេះអញ្ចឹងមិនអ្នកទាំងអស់គ្នាស្ដាប់ឧទាហរណ៍ម៉ែហើយអ្នកទាំងអស់គ្នានឹងទៅដឹងខ្លួនឯងមនុស្សម្នាក់នេះគ្មានដើមទុននៃជីវិតទេមិនមែនជាអ្នកទីក្រុងភ្នំពេញមិនមែនអ្នកដែលមានគ្រួសារឬក៏បានប្តីអ្នកមានដែលអាច support យើងបានគឺពឹងលើកម្លាំងញើសឈាមឲ្យមកភ្នំពេញនេះគឺស្ទើរស្អាតជាមនុស្សធម្មតាបំផុតសាមញ្ញបំផុតអត់មានអីទាំងអស់អត់មានចំណេះជំនាញអីក្រៅពីដូចខ្ញុំនិយាយអញ្ចឹងគឺធ្វើសក់ខ្ញុំចេះតែធ្វើសក់ចាចេះតែផ្លុំសក់អត់សក់ត្រង់លាបពណ៌សក់ចាតែផាត់មុខក៏ខ្ញុំអត់ចេះផាត់អីគេដែរផាត់បានតែខ្លួនឯងទេខ្ញុំមកចាប់ផ្ដើមថាតើខ្ញុំខ្លាំងអ្វីណានៅពេលដែលខ្ញុំនៅម្នាក់ឯងម្លងពេលខ្ញុំបរៀន21ថ្ងៃអីនេះហើយម្លងពេលដែលបរៀនខុសថ្មីចប់នេះហើយម្លងពេលខុសថ្មីហ្នឹង
nhưng màចាប់ផ្ដើមសួរខ្លួនឯងតើខ្ញុំខ្លាំងអ្វីខ្ញុំជាមនុស្សបែបណាអ្វីដែលខ្ញុំទទួលបានចម្លើយអ្នកទាំងអស់គ្នាដឹងអត់បានខ្ញុំស្រក់ទឹកភ្នែកខ្ញុំស្រក់ទឹកភ្នែករឿងអីខ្ញុំស្រក់ទឹកភ្នែកថាក្នុងជីវិតរបស់ខ្ញុំគ្រប់យ៉ាងដែលមានទាំងអស់គឺចក្រវាលជាអ្នកឲ្យទាំងអស់បានពីការកំងឲ្យចក្រវាលធ្វើការជំនួសទាំងអស់ខ្ញុំអត់ចេះអីទេសំបីតែតំណាងចាយចាយនឹងនៅសុកដើរមកគឺវាคลิกล็อกខ្លួនឯងខ្ញុំអត់ដែរដឹងថាតំណាងចាយចាយគេត្រូវមានមេធំអីខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់ដែរចេះទេបានខ្ញុំធ្លាក់ថ្លើមថាអូណជីវិតគ្រប់យ៉ាងលោតផ្លោះមកបានដោយសារច្បាប់ស្រូបទាញ